នេះគឺជាបទទូទឹកកកដែលខូចច្រើនផ្នែកដូចជាកងដងមួយប៉ោហ្នឹងហើយ IC អត់មានលេខទេគឺបាត់ហើយកងដងពីរនេះទៀតខូចទៀតអញ្ចឹងភាគរយក្នុងក្រោមឯកតិចនេះ IGI ក៏ខូចដែរនេះគឺជាបទទូទឹកកករបស់ភ្ញៀវដែលផ្សាយមកគឺជាមានដាច់ហើយអញ្ចឹងយើងដោយសារបាត់លេខយើងអាចចូលទៅក្នុងគ្រុបធំរបស់គ្រូទៅគ្រុបបង្កើតរដ្ឋសាស្ត្រយើងចូលទៅមើលណានៅក្នុងនេះវាមានវីដេអូមេរៀនច្រើនពីបទពិសោធន៍សិស្សរួមថ្នាក់គាត់ធ្វើហើយតើតងរូបភាពអីក៏មានច្រើនណាព្រោះសិស្សនៅក្នុងនេះគឺច្រើនអ្នកអញ្ចឹងនេះជា PowerPoint វាសិស្សរួមថ្នាក់គាត់បានថតទុកឲ្យនេះវាអញ្ចឹងយើងដូរ PowerPoint នេះមួយកងដងដែលប៉ោងអីផ្សេងៗតែនេះគឺអត់មានកងដងទេគឺត្រូវមានកងដងនេះយើងទៅដូរដែរកងដងវាប៉ុន្មានផងកងដងវា450វ៉ុតបញ្ជាក់ថាបតទូទឹកកកនេះគឺប្រើភ្លើង220ដូចជាពួកបងប្អូនដែលចង់រៀនផ្នែកជួសជុលបតទូទឹកកកសិនជាក់សិនបោបើយើងអត់ទាន់ចេះសោះយើងត្រូវរៀនពីមូលដ្ឋានយើងចេះខ្លះយើងរៀនពីក្បួនខ្នាតជួសជុល power supply យើងត្រូវមានគ្រឿងបន្លាស់ទៀតណាបើមិនយើងមានតែមេរៀនហើយនឹងមានតែបទពិសោធន៍ប៉ុន្តែយើងអត់មានគ្រឿងបន្លាស់ក៏ធ្វើខាតដែរអញ្ចឹងបងប្អូនគឺត្រូវតែមានគ្រឿងបន្លាស់ទិញនៅក្នុងផ្សារអូស័យនៅផ្សារអូស័យនេះគឺមានច្រើនឬក៏អាចទិញពីមិត្តជាងផ្សេងទៀតសម្រាប់ខ្ញុំអត់មានលក់គ្រឿងទាំងអស់ទេដោយសារតែយើងរវល់យើងអត់បានលក់ទេហើយទីចាញ់ខ្ញុំធ្វើការនៅពេលយប់អញ្ចឹងបងប្អូនអាចទៅទិញនៅអូស័យបើអត់ស្គាល់លេខទេអាចសួរខ្ញុំបានណាហើយតើតងនឹងចង់រៀននៅជួសជុលនេះអាចសុំខ្ញុំរៀនបានខ្ញុំនឹងធ្វើការផ្ដល់ឱកាសឲ្យរៀននៅកន្លែងទៀតណាshare វីដេអូមួយទៅហើយអាចស្នើសុំខ្ញុំរៀនទៅខ្ញុំឲ្យរៀនក្នុងកន្លែងណាមួយដែលអាចមានលទ្ធភាពរៀនព្រោះបននេះជួសជុលបានមួយ40រៀលជាងដែរធានាគេ3ខែ45រៀលណាធានាគេ3ខែ